របៀបធ្វើ low shirt ឬយើងហៅថា scroll text តោះចាប់ផ្ដើមធ្វើទាំងអស់គ្នាបងប្អូនអ្នកខ្លះដែលមិនទាន់ក្នុងការចេះធ្វើ low shirt នៅក្នុងកម្មវិធី Adobe After Effects តោះចាប់ផ្ដើមធ្វើទាំងអស់គ្នាដំបូងគឺយើងត្រូវគូស shape មួយទៅតាមប្រវែងដែលយើងពេញចិត្តបែបនេះបាទដាក់វាចំកណ្ដាលមកអញ្ចឹងនៅកន្លែងនេះយើងអាចបដូរពណ៌ទៅកាន់ពណ៌ដែលយើងចង់បានបាទពណ៌សឬក៏ពណ៌អ្វីផ្សេងបន្ទាប់មកយើងអាចដាក់ logo ទៅតាមអាជីវកម្មរបស់យើងនេះជា logo របស់ខ្ញុំបន្ទាប់មកយើងដាក់ logo មួយមកបាទ logo គឺយើងដាក់នៅមុខនេះអូខេ logo ប៉ុណ្នេះបន្ទាប់មកយើងអាចដាក់ shadow បន្តិចអូខេអញ្ចឹងវាមើលទៅវាមានអារម្មណ៍ថាវាផ្ដាច់ពី shape របស់យើងបន្ទាប់មកទៀតគឺយើងអាចលេង animation low shirt របស់យើងចំណុចនេះខ្ញុំប្រាប់បងប្អូនមួយ shape នេះយើងអាច duplicate វាមួយ control D ដើម្បីឲ្យវាមាន2បន្ទាប់មកទៀតយើងឈរនៅលើ shape ខាងក្រោមនេះយើងជ្រើសរើសយកពាក្យ nomad យើងចុចយកពាក្យ shape layer 2ដើម្បីឲ្យវា match ចូលដើម្បីយើងអាច match shape របស់យើងបានឃើញទេអញ្ចឹងយើង move មកវាផ្ដាច់ត្រឹមហ្នឹងអញ្ចឹងខ្ញុំចង់ឲ្យ logo នេះគឺវាពុះពីក្រោមបែបនេះបន្ទាប់មកគឺវាពុះមកនេះអញ្ចឹងជំហានដំបូងយើងទាញ logo មកដាក់ខាងនេះសិនយើងទាញទម្លាក់បន្ទាប់មកគឺយើងចុច position មួយទាញមកមុខយើងទាញ logo ឡើងលើវិញយ៉ាយើងអស់មកមុខមួយទៀតយើងទាញមកស្ដាំមកទាញមកឆ្វេងបែបនេះមកអូខេឥឡូវយើងសាក play វារៀង slow អញ្ចឹងយើងទាញវាឲ្យគៀកបន្តិចយើងមើលទៅវារៀងអត់ smooth ទេយើងអាច select key frame ទាំងអស់មកយើងចុច F លេខ 9 F9 បាទ F9 បែបនេះបន្ទាប់មកយើងអាចចូលទៅសេរី key frame បន្ថែម key frame នេះអូខេធ្វើវា smooth ឃើញទេអញ្ចឹងវារៀង smooth ជាងមុនអញ្ចឹងយើងសេរីវាឲ្យ smooth ចឹងមកទៅតាមអ្វីដែលយើងស្រឡាញ់បន្ទាប់មកទៀតយើងឈរនៅលើ layer នេះវាម៉ាស់ទៅតាម logo របស់យើងអញ្ចឹងយើងទាញវាមកស្ដាំចឹងមកបន្ទាប់មកយើងចុច key នៅលើ position មួយតមកទៀតយើងទាញវាមកនេះវិញ yes អូខេឥឡូវយើងសាក play សិនអូខេអញ្ចឹងវាមើលទៅវាអត់សូវ smooth ចូលគ្នាយើងអាចសារ៉េវាយើងអាច select វាមកយើងចុច F9 មកយ៉ាឲ្យវា smooth បែបនេះយើងត្រូវ add text add អក្សរបញ្ចូលអញ្ចឹងដើម្បី add អក្សរបានបងប្អូនអាចរៀបអក្សរទុកមុនមើលថាពណ៌មានអីខ្លះយើងចង់ដាក់នៅលើ scroll នេះយើងបង្កើត text មួយមកអូខេផាសវាមកបន្ទាប់មកយើងសេរី font វាឲ្យស្អាតអូខេអញ្ចឹងបងប្អូនអាចចុចកន្លែងនេះដើម្បីឲ្យវា load ត្រូវ font ត្រូវជើងត្រូវដៃបន្ទាប់មកយើងអាចប្រូពណ៌ទៅតាមពណ៌ដែលយើងចង់បានហើយយើងអាចប្រូមប្រិចទៅតាមយើងចង់បានអញ្ចឹងពេលយើងបានបែបនេះហើយដោយបងប្អូនឃើញអញ្ចឹងពេលដែលយើងដាក់មកវាអាច load ចាវា load ពីលើអញ្ចឹងធ្វើម៉េចដើម្បីឲ្យអក្សរនេះវានៅខាងក្នុងរង្វង់របស់ shape របស់យើងចុចនៅលើ nomad នេះយើងរើសយកពាក្យ layer 2អញ្ចឹងអក្សរនេះគឺវានៅខាងក្នុង mat នៅក្នុង layer mat របស់យើងហើយអញ្ចឹងបន្ទាប់មកទៀតគឺយើងត្រូវធ្វើឲ្យអក្សររត់ពីឆ្វេងមកស្ដាំអញ្ចឹងដើម្បីយើងអាចធ្វើអក្សររត់បានគឺយើងត្រូវបង្កើតនៅ expression code មួយសម្រាប់យើងដាក់បញ្ចូលដែលយើងអាចចូលទៅក្នុងកម្មវិធី AI បាទ ChatGPT ក៏បាន Gemini ក៏បានយើងឲ្យវាបង្កើតនៅ expression scroll text សម្រាប់ដាក់នៅក្នុង After Effects អញ្ចឹងយើងអាចពេលដែលវាបង្កើតហើយយើងអាច copy ទៅ paste តែម្ដងអញ្ចឹងនេះគឺជា expression scroll text ដែល AI បង្កើតឲ្យយើងបន្ទាប់មកយើងចូលមកកាន់ After Effects វិញយើងចូលទៅកាន់ position បាទយើងអាចចុចអក្សរ P នៅលើ layer text របស់យើងអាចចុចអក្សរ P ឬបន្ទាប់មកយើងចុច Alt ហើយចុចនៅលើ keyframe
តោះមកយើងផាសកូដដែលយើងបាន copy ពី Gemini មកដាក់ចូលតែម្ដងបន្ទាប់មកអក្សរវានឹងរត់ហើយអញ្ចឹងបន្ទាប់មកយើងអាចសេរី position អក្សរហ្នឹងឲ្យត្រូវជាមួយនឹងshape របស់យើងបាទពីវា run មកកុំឲ្យដាច់បាទហើយតើតើនឹងកន្លែងនេះគឺតើតើនឹង speed ល្បឿនមានន័យថាយើងចង់ឲ្យវា run លឿន run យឺតគឺយើងអាចសេរីកន្លែងហ្នឹងអញ្ចឹងនៅក្នុងវីដេអូនេះដូចជាវា run លឿនអញ្ចឹងខ្ញុំបន្ថយល្បឿនវាធំ150អញ្ចឹងវាមើលទៅវារៀង smooth ជាងមុនអញ្ចឹងអានេះតើតើទៅនឹងការដាក់ expression code បាទងាយស្រួលដែលយើងប្រើប្រាស់ AI ក្នុងការ generate អញ្ចឹងនៅក្នុងករណីខ្លះនៅពេលដែលយើងដាក់អក្សរហើយយើងរៀប scroll tick អញ្ចឹងវា run អត់អស់ហើយដោយសារ timeline យើងខ្លីអញ្ចឹងយើងអាចទៅសេរី timeline បន្ថែមនៅក្នុង composition setting បាទចុចលើនេះមកបន្ទាប់មកយើងតម្លើងលេខនេះយើងអាចដាក់លេខ1នេះស្មើនឹង1នាទី1នាទី1.30 វិនាទីអញ្ចឹងទៅឧទាហរណ៍អញ្ចឹងចុចអូខេមកយើងអាចឃើញហើយយើងមាន timeline វិញយើងអាចទាញវាឲ្យផុតមកអក្សរ run របស់យើងអញ្ចឹងយើងអាចទាញ scroll មកស្ដាំអូខេអញ្ចឹងវាអស់ត្រឹមហ្នឹងយើងអាចកាត់អញ្ចឹងដើម្បីយើងអាចកាត់បានយើងចុច Control Shift អក្សរ D យើងអាចកាត់យើងលុបវាចោលទៅបន្ទាប់មកទៀតគឺយើងបង្កើតនៅ background មួយសម្រាប់យើងយកទៅកាត់នៅក្នុងកម្មវិធី edit video មានន័យថាយើងកាត់ background ដើម្បីយើងដាក់ file នេះទៅកុំឲ្យវាជាប់អញ្ចឹងណាអូខេអញ្ចឹងដំបូងគឺយើងអាចបង្កើត new solid របស់យើងនេះ rename វាទៅ background យើងអាចរើស color នៅលើនេះឲ្យហើយក៏បានដែរ color យើងអាចដាក់ green ក៏បានយើងអាចដាក់ពណ៌បែបនេះក៏បានអូខេឥឡូវយើងបង្កើតបានប៉ុណ្ណេះហើយយើងមាន background ហើយបន្ទាប់មកទៀតយើងឲ្យវា loop មានន័យថានៅពេលដែលវាចប់គឺឲ្យវា run មកក្រោយវិញអញ្ចឹងដំបូងយើង select ប៉ុណ្នេះមក layer យើងមាន4នេះបន្ទាប់មកយើងបង្កើត pre-compose មួយចុច OK មកយើងនឹងបានបែបនេះយើង duplicate Control D duplicate ហើយយើងឲ្យវា reverse មកវិញចូលឡើង time មកស្ដាំលើ layer នេះយើងចូលឡើង time នេះបន្ទាប់មកយើងយកពាក្យ time reverse layer បាទបន្ទាប់មកយកអង្គឃើញមិនណាអូខេយើងយកប៉ុណ្ណឹង Control Shift D លុបវាចោលមួយខាងក្រោមមួយទៀត Control Shift D មួយទៀតលុបវាចោលមួយបន្ទាប់មកទៀតយើងសេរីវាឲ្យវា smooth ត្រូវគ្នាអូខេយើងយកប៉ុណ្នេះយើងទាញវាឲ្យត្រូវអូខេបងឃើញទេអញ្ចឹងវាបាន low shirt មួយហើយអូខេប៉ុណ្នេះឲ្យវាដើរអញ្ចឹងមកហើយទៅនឹង speed ហ្នឹងដូចបងប្អូនបានឃើញហើយយើងអាចតម្លើងតម្លាក់ទៅតាមអ្វីដែលយើងចង់បានណាបាទអូខេពេលបញ្ចប់អូខេអញ្ចឹងយើងបានប៉ុណ្្នឹងមួយអូខេអានេះគឺជាចំណុចមូលដ្ឋានគ្រឹះសម្រាប់ការធ្វើ low shirt scroll text នៅក្នុង After Effects អញ្ចឹងបងប្អូនមានជាចម្ងល់អ្វីបន្ថែមអាចធ្វើការសាកសួរបាននៅក្នុង comment អរគុណជួបគ្នានៅវីដេអូក្រោយ